បាទជាបឋមសូមគោរពជំរាបសួរអ្នកទាំងអស់គ្នាដែលកំពុងតែទស្សនាមើលវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំមានសំណង់ប្រយោគឬក៏ពាក្យកសែតថ្មីដែលខ្ញុំដកស្រង់ពីកសែត CNN និង Cambodia Daily ដើម្បីយកមកចែកជូនអ្នកទាំងអស់គ្នាជាការចែករំលែកចំណេះដឹងរបស់ខ្ញុំអូខេឥឡូវយើងចាប់ផ្ដើមរៀនទាំងអស់គ្នាបាទរៀនពាក្យកសែត CNN ឬក៏ Cambodia Daily ពីព្រោះថ្ងៃហ្នឹងខ្ញុំដកស្រង់បានតែព័ត៌មាន CNN ហើយនឹង Cambodia Daily ទេដើម្បីយកមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាបាទពេលចាប់ផ្ដើមអូខេនេះគឺជាសំណង់ប្រយោគកសែតឬក៏ពាក្យកសែតហ្នឹងដែលខ្ញុំចង់ឲ្យអ្នកគ្នាបានអូខេបានដឹងបាទ extend send give បូកជាមួយនឹង my regards to somebody យើងផ្ដល់សេចក្តីរាប់អានចំពោះនរណាម្នាក់ឬក៏ដល់នរណាម្នាក់បាទផ្ដល់សេចក្តីរាប់អានចំពោះឬក៏ដល់នរណាម្នាក់បាទយើងប្រើពាក្យ extend ក៏បានយើងប្រើពាក្យ send ក៏បាន give ក៏បានដែរបាទអា3ពាក្យហ្នឹងគឺតែផ្ដល់ដល់ពេលសេចក្តីរាប់អាននេះសេចក្តីរាប់អានរបស់ខ្ញុំនេះគឺ my regards បាទ my regards ដល់ពេល to somebody នេះគឺចំពោះនរណាម្នាក់ឬក៏ដល់នរណាម្នាក់អូខេអញ្ចឹងយើងប្រែមកថាផ្ដល់សេចក្តីរាប់អានដល់នរណាម្នាក់ឬក៏ចំពោះនរណាម្នាក់អូខេ extend my regards to somebody ឬក៏ send my regards to somebody ឬក៏ give my regards to somebody អូខេ for example អូខេនេះគឺជា example សំណង់ប្រយោគខាងលើហ្នឹង I like អូខេ apostrophe D ហ្នឹងគឺ I would like មកពីពេញវាណាI like to extend my best regard to you and your family បាទខ្ញុំចង់ឲ្យគេផ្ដល់សេចក្តីរាប់អានដ៏ជ្រាលជ្រៅបង្ហាញអូខេដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំចំពោះអ្នកនិងក្រុមគ្រួសាររបស់អ្នកបាទ I would like to extend ឬក៏ខ្ញុំប្រើពាក្យ send អូខេ send my best regard to you and your family អូខេឬក៏ខ្ញុំប្រើពាក្យ give បាទ I would like to give my best regard to you and your family បាទអូខេបាទអូខេមួយទៀត to improve my living standard អូខេ standard ក៏បានយើងឬក៏យកប្រើពាក្យ condition បាទ condition ក៏បានដែរបង្កើនកម្រិតជីវភាពរស់នៅបង្កើនកម្រិតជីវភាពរស់នៅយើងប្រើ clear ថា improve my living standard អូខេបង្កើនកម្រិតជីវភាពរស់នៅរបស់ខ្ញុំអូខេឬក៏បើយើងបើកុំដាក់ my ដាក់ your face your ឬក៏ their អីហ្នឹងក៏បានដែរណាបាទ improve my living standard okay for example I work all day in order to improve my living standard ខ្ញុំធ្វើការពេញអូខេអីគេណាពេញមួយថ្ងៃ work all day បើថាធ្វើការពេញមួយថ្ងៃដើម្បីបង្កើនអូខេបង្កើនកម្រិតជីវភាពរស់នៅរបស់ខ្ញុំអូខេ improve my living standard អូខេ continue take care of ឬក៏ keep an eye on ឬក៏ look after បាទឬក៏ care for បូកជាមួយនឹង somebody យើងប្រែថាមើលថែរក្សានរណាម្នាក់អញ្ចឹងសំណង់ប្រយោគនេះយើងអាចប្រើ take care of somebody ក៏បានឬក៏ keep an eye on somebody ក៏បានឬក៏ look after somebody ក៏បានឬក៏ care for somebody ក៏បានដែរយើងប្រើថាថែរក្សាមើលថែរក្សានរណាម្នាក់ for example I would like to avoid my deep thanks ខ្ញុំចង់ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតបាទរបស់ខ្ញុំទៅកាន់ឬក៏ចំពោះឬក៏ដល់បាទអាធូនោះបាទទៅចំពោះឬក៏ដល់ចំពោះឪពុកម្ដាយរបស់ខ្ញុំសម្រាប់ការមើលថែរក្សាខ្ញុំអូខេ caring for me ឬក៏យើងប្រើពាក្យថា taking care for me បាទឬក៏ keeping an eye on me បាទអូខេឬក៏ looking after me បាទអូខេមួយទៀត visit somewhere បាទ visit somewhere អូខេ visit somewhere ឬក៏ pay ស្មើនឹងពាក្យថា pay visit to somewhere ឬក៏ make a visit somewhere ប្រែថាម៉េចធ្វើទស្សនកិច្ចទៅកាន់កន្លែងណាមួយអូខេអា clear ហ្នឹងយើងប្រែថាធ្វើទស្សនកិច្ចទៅកាន់ទីកន្លែងណាមួយអូខេអា somewhere so SW នោះគឺ somewhere អូខេបាទ visit somewhere ក៏បាន pay visit to somewhere ក៏បានឬក៏ make a visit
somewhere ក៏បាន okay for example ថា អូអានេះមាន example អូខេ sorry អូខេមួយចំណុចទៀត be jealous with somebody បាទ be jealous with somebody ស្មើនឹង clear ថា envy បាទ envy somebody ប្រច័ណ្ឌបាទនឹងនរណាម្នាក់ឬក៏យើងប្រែថាច្រណែនក៏បានដែរបាទប្រច័ណ្ឌនឹងនរណាម្នាក់ jealous with បាទអា B នេះគឺ MSR បាទឬក៏យើងប្រើពាក្យ was were អូខេអា B ហ្នឹង jealous with somebody for example ថា don't be jealous with me my darling កុំប្រច័ណ្ឌនឹងបងអីអូនសំឡាញ់អូខេយើងប្រែថាអញ្ចឹងក៏បានដែរបាទកុំប្រច័ណ្ឌនឹងខ្ញុំអីម្ចាស់ចិត្តអញ្ចឹងក៏បានដែរ don't be jealous with me my darling អូខេបាទឬយើងប្រើពាក្យ envy ក៏បានដែរ don't envy អានេះអត់មាន b ណាអា jealous នេះវាជា adjective អញ្ចឹងយើងប្រើពាក្យ b អញ្ចឹងយើងដាក់ថា don't envy បាទ me don't envy me my darling អូខេហើយមួយចំណុចទៀត follow the example of ស្មើនឹង clear ថា imitate ឬក៏ follow the lead of somebody យកតម្រាប់ឬក៏ធ្វើគំរូតាមនរណាម្នាក់អូខេយកតម្រាប់តាមនរណាម្នាក់ឬក៏ធ្វើគំរូតាមនរណាម្នាក់បាទអូខេ follow the example of ឥឡូវយើងមើលឧទាហរណ៍ថា he always follow the example of his parents បាទ he always follow the example of his parents គាត់តែងតែធ្វើតម្រាប់យកតម្រាប់បាទឬក៏ធ្វើគំរូតាមប៉ាម៉ាក់របស់គាត់បាទ follow the example of ឬក៏យើងប្រើយកតម្រាប់តាមប៉ាម៉ាក់របស់គាត់ឬក៏ធ្វើគំរូតាមប៉ាម៉ាក់របស់គាត់អូខេអញ្ចឹង follow the example of នេះប្រែថាយកតម្រាប់អូខេយកតម្រាប់តាមនរណាម្នាក់បាទអូខេ structure មួយទៀត make អូខេឬក៏ set បាទបូកជាមួយនឹង a good example for somebody អូខេ make set បូកជាមួយនឹង a good example for somebody បាទធ្វើគំរូល្អដល់នរណាម្នាក់អូខេធ្វើគំរូដ៏ល្អដល់នរណាម្នាក់យើងប្រើពាក្យ make a good example for somebody ក៏បាន to set បាទ a good example for somebody ក៏បានដែរអូខេប្រើពាក្យស័ព្ទមួយណាក៏បានដែរក្នុងចំណោមពីរហ្នឹង make a good example for somebody អូខេឧទាហរណ៍ you must make a good example for young generation អូខេ you must make a good example for young generation អ្នកត្រូវតែធ្វើគំរូដល់គំរូល្អដល់ក្មេងជំនាន់ក្រោយអូខេ you must make a good example for young generation អ្នកត្រូវតែធ្វើគំរូដ៏ល្អដល់ក្មេងជំនាន់ក្រោយ make a good example for young generation ណាបាទឬក៏យើងប្រើពាក្យ set ក៏បានដែរ you must set a good example for young generation បាទអូខេមួយចំណុចទៀត starve somebody to death បង្អត់អាហារនរណាម្នាក់រហូតដល់ស្លាប់អូខេដល់ស្លាប់ starve somebody to death បង្អត់អាហារនរណាម្នាក់រហូតដល់ស្លាប់ for example ថា he starved his son to death by detaining in the room អូខេ he starved his son to death ខ្ញុំប្រែថាម៉េចគាត់បានបង្អត់បាទអាហារដល់កូនរបស់គាត់ដល់ស្លាប់ដោយការឃុំឃាំងដាក់ក្នុងបន្ទប់អូខេឃុំឃាំងក្នុងបន្ទប់ he starved his son to death បាទ by detaining in the room គាត់បានបង្អត់អាហារដល់កូនប្រុសរបស់គាត់រហូតដល់ស្លាប់ដោយឃុំឃាំងក្នុងបន្ទប់បាទអូខេមួយទៀត go past អូខេ go past ស្មើនឹង clear ថា walk past អូខេ walk past ឬ go past ដើរឆ្លងកាត់កន្លែងណាមួយយើងប្រើពាក្យ go past walk past អូខេឧទាហរណ៍ I walk past your house every day I walk past your house every day ខ្ញុំដើរឆ្លងកាត់បាទផ្ទះរបស់អ្នកជារៀងរាល់ថ្ងៃ I walk
okay I walk past your house every day ឬក៏យកបើពី I go past ក៏បានដែរ I go បដូរទៅជា went ដោយសារតែជាអតីតកាលបាទ I went past your house every day ណាបាទអូខេមួយទៀត to my orders អូខេបាទ order ណាយើងសេខុសនេះដោយសារលោកអក្សរ E ចោលដាក់អក្សរor វិញបាទស្មើនឹង I was terrified when ខ្ញុំរន្ធត់យ៉ាងខ្លាំងនៅពេលដែរខ្ញុំរន្ធត់យ៉ាងខ្លាំងនៅពេលដែរពេលយើងពេលអញ្ចឹងឧទាហរណ៍ថា to my order គេនេះសេញបានត្រូវអ្នកនរគ្នាសេញចេះវិញ to my order I saw the tragedy ខ្ញុំរន្ធត់យ៉ាងខ្លាំងអូខេខ្ញុំរន្ធត់យ៉ាងខ្លាំងនៅពេលដែលខ្ញុំបានជួបឬក៏បានឃើញនៅសោកនាដកម្មនោះអូខេ tragedy មានសោកនាដកម្មអូខេឬក៏យើងប្រើពាក្យ I was terrified when I saw the tragedy អូខេបាទអូខេឥឡូវសំណងប្រយោគយើងចប់ហើយសង្ឃឹមថាអ្នកនរគ្នានឹងទទួលបាននៅសំណងប្រយោគពាក្យសរសែតថ្មីទៀតនៅក្នុងថ្ងៃនេះអញ្ចឹងសូមជម្រាបលានិងអរគុណច្រើនចំពោះការតាមដានទស្សនាវីដេអូរបស់ខ្ញុំកន្លងមកបាទសូមជម្រាបលាអរគុណ